មនុស្សเขาធ្វើកញ្ចក់ខុសមែនមានអារម្មណ៍ថាចម្លែកត្រូវអត់សម្រាប់ខ្ញុំអត់ទេខ្ញុំធ្វើតាំងពីកញ្ចក់សម្អាតតិចម៉ាសាមុខទៀតចូលសាឡនម្ដងពីមេឃភ្លឺរហូតដល់មេឃល្ងិតហើយបើសិនជាខ្លាចគេប្រអាប់ខ្លាចខ្មាស់គេថាប្រុសសោះទៅធ្វើកញ្ចក់ទៅអីសេវីដេអូនឹងទុកណាគេនិយាយចឹងហុចអាណាគេមើលវីដេអូនឹងព្រោះតែអ្នក review នាឡិកាក៏ធ្វើកញ្ចក់ដែរខ្ញុំចូលចិត្តមកធ្វើកញ្ចក់នៅនឹងផងថាជាកៅអីដែលខ្ញុំអង្គុយនេះវាមានប៊ូតុងចុចម៉ាសាចុចងើបចុចទៅមុខថយក្រោយឲ្យបានតាមចិត្តហើយមាន welcome drink ទៀតថ្ងៃហ្នឹងយកម៉ាឆាកាហ្វេស្រាក្រហម champagne ស្អីៗមានទាំងអស់មិនត្រឹមតែធ្វើកញ្ចក់ទេតិចក៏ឲ្យគេសម្អាតតែឥឡូវទៅម៉ាសាមុខមុនសិនញិចមុនញិចអីខ្លះហើយពេល stress ខ្លាំងអញ្ចឹងឲ្យគេម៉ាសាឲ្យដេក relax 10-20នាទីអញ្ចឹងទៅបញ្ជាក់មុនទៅហើយដល់ពេលឃើញកន្លែងប្រុសគេទៅម៉ាសាធ្វើកញ្ចក់កាក់សក់កាក់អីអញ្ចឹងតិចយល់ច្រឡំថាមានសេវាកម្មពិសេសបែបស្រាលទេអត់មានទេតានីខ្ញុំពេលខ្លះតានីធុញថប់អីក៏ចេះតែដើរលេងស៊ីផឹកដូចគេដូចឯងដែរប៉ុន្តែគ្រាន់តែថាចេះពេលដែលទៅហើយហ្នឹងមកវិញនៅតែហត់នៅតែមានអារម្មណ៍ថាអស់ខ្យល់ដដែលជួនកាលស្វឹងអួបនួយអញ្ចឹងទៅពីដេកឡើងវេទនាខ្លួនធីងធងធ្វើអីមិនកើតស្វឹងដល់ស្អែកមួយថ្ងៃទៀតខ្ញុំជឿថាមានមនុស្សដូចខ្ញុំអញ្ចឹងពេលខ្លះការងារប្រចាំថ្ងៃគាត់មិនមានញឹកហត់អញ្ចឹងថ្ងៃដែលគាត់សម្រាកគឺគាត់អត់សូវចង់ទៅដើរលេងស៊ីផឹកអីទេគាត់ចង់ដេកយកហ្មងដេកដើម្បី feel energy power គាត់នឹងត្រឡប់មកវិញចង់ដឹងសាកមើលម្ដងថ្ងៃសម្រាកកុំទៅណាដេកបាច់ដេកម៉ាសាដូចខ្ញុំក៏បានដែរដេកទេហត់ធានាថាស្អែកឡើងមានអារម្មណ៍ថ្ងៃសម្រាកនឹងមានតម្លៃពេលម៉ាសាមុខរួចហើយមកខ្ញុំយកកក់សក់ខ្ទង់1ម៉ោង relax តែខ្ញុំប្រាប់ក្បួនបើសិនជាម៉ាសាមុខហើយកក់សក់មានចូលគ្នាពីរហ្នឹងម៉ាសាមុខមុនទៅកុំកក់សក់មុនម៉ាសាមុខទៅវាប្រឡាក់សក់ប្រឡាក់អីនេះហើយសក់យើងហ្នឹងវាសពងទៅក្រោយដោយសារគេរុំកណាត់រុំអីចឹងដល់ពេលយើងធ្វើនឹងចាប់យើងទៅកក់សក់វាបានសម្អាតវាបានអីអាលេជាប់តាមជើងសក់ហើយក៏វា clean ទៅតាមនឹងដែរហើយដល់វាកក់សក់ហ្នឹងខ្ញុំយកអាការកក់បែប1ម៉ោងទទួលស្គាល់ថាយើងអាចកក់នៅផ្ទះខ្លួនយើងបានប៉ុន្តែវាអត់ស្រួលខ្លួនឲ្យគេកក់ឲ្យទៅ1ម៉ោងដេកបធូរអារម្មណ៍បន្ថយភាពតានតឹងទៅគេមានទឹកក្តៅគេមានទឹកត្រជាក់គេចេះរបៀបម៉ាសាទៅយើងក៏វាធូរខ្លួនទៅតាមនឹងដែរហើយមួយទៀតខ្ញុំអត់តន់ចង់ទៅផ្ទះខ្ញុំចង់ធ្វើសេវាកម្មនេះខ្ញុំនៅនឹងឲ្យបានយូរខ្ញុំប្រាប់មួយទៀតបើសិនជាមនុស្សស្រីវិញ100នាក់គឺ95នាក់ឯងនៅពេលដែលគាត់ឃើញមនុស្សផងដែលគាត់ស្រឡាញ់មានអនាម័យ clean ថែទាំខ្លួនគឺគាត់ពេញចិត្តជាងម្នាក់ផងនឹងសង្ហាទៀតពេលខ្លះយើងសង្ហាសាច់ដុំ six pack ប៉ុណ្ណាក៏ដោយតែបើថាយើងអត់អនាម័យចេញមកកលួងហើយមនុស្សស្រីគឺគេអត់យកភ្នែកមើលទេមនុស្សស្រីពេលខ្លះគាត់មានមោទនភាពនៅពេលដែលគាត់ឃើញដៃគូរបស់គាត់ចេះថែទាំខ្លួនតាំងពីកញ្ចក់តាំងពីស្បែកមុខស្បែកអីម៉ាសាខ្លះទៅកុំឲ្យស្បែកវាស្ងួតពេកចិញ្ចឹមស្បែកមុខយើងឲ្យមើលទៅវារៀងផូរផង់ទាំងដៃទាំងជើងទាំងក្លិនខ្លួនគាត់មោទនភាពពេលទៅណាមកណាក៏ឃើញដៃគូគាត់រៀងភ្លឹងអញ្ចឹងគឺសប្បាយចិត្តឲ្យខ្ញុំអត់ឈប់ទេអញ្ចឹងសរុបមកវិញកន្លែងដែលខ្ញុំមកនេះគឺជា zone របស់បុរសហ្មងមានស្ទើរតែគ្រប់យ៉ាងផ្ដោតទៅលើសភាពបុរសមិនថាជាបុរសស្រឡាញ់ទម្រង់បែបណាយើងនិយាយភាសាឲ្យសាមញ្ញបុរសខ្លះស្រឡាញ់ទម្រង់បែបមនុស្សប្រុសបុរសខ្លះស្រឡាញ់ទម្រង់បែបមនុស្សស្រីនៅនេះគឺឯកទេសទាំងពីរគឺនៅលើ vlog aesthetic and laser ទល់មុខខ្លោងទ្វារសាលា GC Marketing ជាកន្លែងនិយមរបស់មនុស្សប្រុសគឺមកច្រើនអ្នកនៅនឹងខ្ញុំជឿជាក់ថាអ្នកនាងដំបងអាចនឹងអត់ទាន់ស្គាល់ទេថានៅពេញគឺមានកន្លែងចឹងតែឥឡូវស្គាល់ហើយស្អីគួរណាតែលើកទឹកចិត្តឲ្យបងប្រុសមកសាកទទួលសេវាកម្មនៅនឹងទៅដើម្បីសុខភាពអនាម័យរបស់គាត់ខ្លួនឯងផ្ទាល់ដូចគ្នាដែរហើយខ្ញុំក៏អត់ខ្លាចនឹងបង្ហាញផ្ទៃមុខរបស់ខ្ញុំមុនពេលដែលខ្ញុំមកទទួលសេវាកម្មនៅនឹងដែរអានេះគឺរូបភាពមុខខ្ញុំពីមុនវាជ្រាវជ្រួញវារុនញើសធំអានេះជារូបភាពមុខខ្ញុំឥឡូវខុសគ្នាអញ្ចឹងកាន់តែមកកាន់តែច្រើនដងចាប់ផ្ដើមសួរហុករៀងលងខ្លួនដែរស្រឡាញ់ខ្លួនឯងកាន់តែច្រើនគេមកសៀលអីញ៉ាំបាយថ្ងៃហើយ welcome drink ញ៉ាំពួកប្រភេទអស់នេះទៅវារៀងគេងលក់ស្រួលណាមួយយើងអត់សូវអៀនឲ្យគេធ្វើអីធ្វើទៅស្រេចចិត្តគេសម្រាប់ផុសណាអៀនច្រើនអីចង់ខ្លាចគេខ្មាស់គេខ្លាចគេឃើញមានបន្ទប់លក្ខណៈ private បានដែរពេលយើងត្រូវការម៉ាសាខ្នងម៉ាសាខ្លួននេះបិទចិត្តអត់មានតែគេឃើញហើយសម្រាប់អ្នកគូ couple ក៏មានបន្ទប់ធំដែរមានបន្ទប់ធំដែលមានខែ2អាចមកជាលក្ខណៈគូបានក្នុងបន្ទប់នេះវ៉ែនតាខ្ញុំភ្លេច